បើតាមការបញ្ជាក់នៅក្នុង Facebook របស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកម្ពុជាដែលនៅពេលឥឡូវនេះបាទលោកអញ្ជើញមកសហរដ្ឋអាមេរិកចូលរួមនៅក្នុងកិច្ចប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិគឺគាត់បានបញ្ជាក់កាលពីយប់មិញបាទយប់មិញគឺព្រឹកហើយនៅប្រទេសកម្ពុជាព្រឹកមិញមកនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺបាទគឺបើមានការប្រជុំហ្នឹងបើមកនៅក្នុងប្រទេសកម្ពុជាគឺបានថាព្រឹកពេលព្រឹកមកនៅក្នុងប្រទេសកម្ពុជាហ្នឹងឯងព្រឹកមិញហ្នឹងព្រឹកថ្ងៃទី27ហ្នឹងគឺខាងសហរដ្ឋអាមេរិកបាទក្រសួងការបរទេសសហរដ្ឋអាមេរិកតែម្ដងណាបាទអញ្ចឹងឲ្យចាំឲ្យច្បាស់គឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងគឺជាអ្នករៀបចំឲ្យមានការជំនួបដែលគេហៅថាជំនួប1+3បានមួយហ្នឹងគឺអាមេរិកបូកជាមួយនឹងភាគី3របស់កម្ពុជាថៃហើយនិងម៉ាឡេស៊ីបាទដើម្បីបញ្ជាក់សហរដ្ឋអាមេរិកបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរួមគ្នាដោះស្រាយការបដិញ្ញាចិត្តរួមក្នុងការដោះស្រាយជំនួបព្រំដែនដោយសន្តិវិធីតាមរយៈការស្ដារឡើងវិញនៅទំនុកចិត្តឆ្ពោះទៅរកភាពប្រក្រតីឡើងវិញដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរណាកិច្ចប្រជុំនេះគឺមានអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងចូលរួមបានមើលឈ្មោះគាត់នេះសមាជិកភាពពីខាងសហរដ្ឋអាមេរិកនៅនេះខ្ញុំ zoom អត់បានគឺលោកមួយពីឆ្វេងទី2គឺអនុរដ្ឋមន្ត្រីបាទហើយលោកមួយនៅចុងគេស្ដាំបំផុតហ្នឹងក៏អនុរដ្ឋមន្ត្រីដែរទទួលបន្ទុកខាងអាស៊ីប៉ាស៊ីហ្វិកហ្នឹងបាទអញ្ចឹងនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងអញ្ចឹងខ្ញុំបញ្ជាក់ទៀតគឺអាមេរិកមិនមែនចេះតែនិយាយឲ្យរួចមកទេមិនគ្រាន់តែថាប្រតិបត្តិការជាក់ស្ដែងនៅលើដីគឺប្រគល់ឲ្យអាស៊ានតែសហរដ្ឋអាមេរិកមិនមែនប្រឡែងចោលទេបាទកុំថាអាមេរិកអត់យកចិត្តទុកដាក់បាទហើយនេះគឺជារូបភាពខាងភាគីកម្ពុជាដែលខ្ញុំដកស្រង់ពីពេករបស់លោកប្រាក់សុខុនជារដ្ឋមន្ត្រីបាទមាន logo របស់ក្រសួងការបរទេសរបស់កម្ពុជាផងបាទហើយដោយសារតែ program នេះមិនអាចដាក់អស់ខ្ញុំមានរូបខាងភាគីថៃហើយនិងខាងភាគីម៉ាឡេស៊ីផងដែរអញ្ចឹងដូច្នេះនេះគឺជាការជម្រាបជូនប្រិយមិត្តឲ្យបានដឹងរឿងហ្នឹងហើយកម្ពុជាធ្វើការងារការទូតជាបន្តបន្ទាប់នៅខាងអង្គការសហប្រជាជាតិហ្នឹងហើយខ្ញុំទើបតែទៅមើលខាងភាគីថៃគឺថៃរដ្ឋមន្ត្រីក្រសួងការបរទេសថ្មីក៏អញ្ជើញទៅដែរ